នៅក្នុងវីដេអូមុនខ្ញុំបាននិយាយតាក់ទងជាមួយនឹង game Freak Mata ហើយក៏បាននិយាយតាក់ទងជាមួយនឹង game Mega Man ដែរព្រោះសារថាពីរ game ហ្នឹងគឺតាក់ទងជាមួយនឹង game មនុស្សយន្តដូចគ្នាប៉ុន្តែសម្រាប់វីដេអូនេះគឺខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង game Mega Man ឲ្យស៊ីជម្រៅជាងហ្នឹងនិយាយមែនបើសិនអ្នកនរគ្នាគិតថានៅក្នុងផលិតកម្ម Capcom game Resident Evil គឺជា game ដែលមានខ្សែស្រឡាយវែងជាងគេអ្នកនរគ្នាគិតខុសហើយបើអ្នកទាំងអស់គ្នាគិតអញ្ចឹងអ្នកនរគ្នាមកមើលជាមួយនឹងអា game Mega Man នេះអ្នកនរគ្នានឹងដឹងហើយថាអាណាវិញជាអាណាហើយមាន game Mega Man ខ្លះគឺអត់ស្ថិតនៅក្នុងពិភពជាមួយគ្នាទេចំណងជើងថា Mega Man ដូចគ្នាប៉ុន្តែពិភពគឺផ្សេងពីគ្នាទាំងអស់ប៉ុន្តែនៅក្នុងពិភព game Mega Man ទាំងអស់មានតែមួយខ្សែស្រឡាយទេដែលគេចូលចិត្តជាងគេទាំងអស់ game ហ្នឹងមានចំណងជើងថា Mega Man Xចំណងជើង Mega Man X ចឹងហ្មងX1 X2 វគ្គ1វគ្គ2ចឹងទៅដោយសារតែ game ហ្នឹងគឺធ្វើមកដូចមែនតើចឹងណាវាថាតាំងពីភ្លេងតាំងពីតួអង្គរឿងអីទាំងអស់ដែលគេធ្វើនៅក្នុងពិភព Mega Man X ហ្នឹងទាំងអស់ហ្នឹងគឺខ្លឹមខ្លាំងមែនតើហើយបើសួរខ្ញុំថាតើ game មួយណាក្នុងចំណោម game Mega Man X ហ្នឹងដែលខ្ញុំចូលចិត្តខ្លាំងជាងគេវគ្គ5ហើយក៏ជាវីដេអូដែលអ្នកនរគ្នាកំពុងតែមើលដូចគ្នាដែរហើយ Mega Man X ដែលគេផលិតចុងក្រោយគេមកអស់គឺវគ្គ8ស្ថិតនៅក្នុង game PS2 game ហ្នឹងចេញយូរហើយដូច20ជាងឆ្នាំនេះហើយនិយាយដល់ game Mega Man ចុងក្រោយហ្នឹងដែរយើងក៏មានមួយ version ទៀតដែរនៅឆ្នាំ2027គេនឹងតម្លាក់មួយ game ទៀតហើយ Mega Man Dual Override ប៉ុន្តែសម្រាប់ខ្ញុំ game Mega Man គឺខ្ញុំលេងតាមដានហើយតាំងពីអា Mega Man X វគ្គ8នោះមកគឺខ្ញុំឈប់តាមដានរហូតមកនិយាយមែនបើសិនជាគេតម្លាក់ game Mega Man X វគ្គ9មកអាហ្នឹងខ្ញុំនឹងតាមដានហើយប៉ុន្តែបើសិនជាចំណងជើង Mega Man ផ្សេងគឺខ្ញុំលេងតាមដាននិយាយមែនអត់តាមដានសោះហ្មងហើយបើសិនជាអ្នកនរគ្នាសួរខ្ញុំថាចុះ game Mega Man X ហ្នឹងនិយាយពីអីគេមិនតាមដានជាមួយនឹង game Mega Man ផ្សេងតាមដានតែ game Mega Man X ចឹងនិយាយទៅពិភព game ហ្នឹងគឺវាស្តៀងតែគ្នាទេយើងមានមនុស្សយន្ត2មនុស្សយន្តពណ៌ខៀវឈ្មោះថា X មនុស្សយន្តពណ៌ក្រហមឈ្មោះថា Zero អាពណ៌ខៀវចេះបាញ់កាភ្លើងអាពណ៌ក្រហមចេះកាប់ដាវចឹងទៅកាប់ដាវកម្មរស្មីពីរនាក់ហ្នឹងត្រូវបានគេបង្កើតឡើងដើម្បីឲ្យការពារភពផែនដីពីពួកសត្វនិយន្តផ្សេងចឹងទៅនិយាយទៅពួកនិយន្តសត្វអស់ហ្នឹងវាប្រៀបដូចជាពួកភេរវកមួយក្រុមចឹងដើម្បីធ្វើសង្គ្រាមច្បាំងជាមួយនឹងពួករាជរដ្ឋាភិបាលហើយបើនិយាយពីទស្សនវិជ្ជានៅក្នុងហ្គេមវិញនិយាយពីថាខ្ញុំជក់ចិត្តខ្លាំងមែនទែនមើលដងណាក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងតែស្ថិតនៅក្នុងពិភពរបស់គេមែនទែនចឹងបូករួមជាមួយនឹងភ្លេងដែលគេធ្វើមកត្រូវជាមួយនឹងពិភពហ្គេមមួយនឹងទៀតនិយាយពីថាអូអស្ចារ្យហ្មងហើយហ្គេមមួយនេះដែរយើងចង់វាយមេមួយណាមុនក៏បានដែរវាស្ថិតលើយើងទេសំខាន់គឺថាយើងនឹងអាចវាយឈ្នះមេនឹងអត់ហើយពេលដែលយើងសម្លាប់មេហើយយើងក៏អាចទទួលបានគ្រាប់ពីមេនឹងដូចគ្នាដែរដូចថាមេឆក់ចឹងទៅយើងក៏បានទទួលបានគ្រាប់ឆក់មេ7លំពេកចឹងយើងក៏បានទទួលជាមួយនឹងគ្រាប់7លំពេកយើងសម្រាប់ជាមួយនឹងមេមានធម៌ពលអីយើងនឹងទទួលបានធម៌ពលមួយហ្នឹងតិចថាលឺខ្ញុំនិយាយចឹងអីគាត់ថាហ្គេមហ្នឹងលេងស្រួលទៅលេងស្រួលហ្នឹងគឺសម្រាប់អ្នកដែលធ្លាប់លេងហ្គេមហ្នឹងហើយទេសម្រាប់អ្នកមិនដែលធ្លាប់លេងហ្គេមហ្នឹងកុំគិតថាហ្គេមហ្នឹងលេងស្រួលហើយបើសាច់រឿងនៅក្នុងពិភពហ្គេមនេះវិញគ្មានអីគួរឲ្យចាប់អារម្មណ៍ទេសំខាន់យើងវាយមេធ្វើមិនឲ្យអស់ទៅបន្ទាប់មកយើងទៅវាយមេបែបបញ្ចប់បានហើយហ្គេមនេះលេងសប្បាយដោយសារតែការលេងហ្គេមមិនមែនដោយសារសាច់រឿងទេហើយដឹងស្រាប់ហើយជំនាន់ PS1 គ្មានផលិតកម្មហ្គេមណាផ្ដោតទៅលើសាច់រឿងទេគេផ្ដោតទៅលើហ្គេមហ្នឹងហើយអ្វីដែលខ្ញុំនិយាយនឹងភាគច្រើនគឺស្ថិតនៅ game PS1 game Mega Man នេះបើសិនជាអ្នកនរគ្នាចូលចិត្តពិភពនិយន្តបើសិនជាអ្នកនរគ្នាចូលចិត្តពិភពបច្ចេកវិទ្យាឬក៏សម័យទំនើបអ្នកនរគ្នាចូលទៅមើល game នេះទៅហើយមួយទៀតបើសិនអ្នកនរគ្នាធ្លាប់ឃើញចំណងជើងមួយទៀតឈ្មោះថា Rockman ជាមួយនឹង Mega Man នេះថាអ្នកនរគ្នាមកគាត់ឆ្ងល់ថាដូចគ្នាអត់ចម្លើយគឺដូចតែគ្នាទេគ្រាន់ថាអា Rockman ហ្នឹងគឺនៅជប៉ុន Mega Man នេះគឺអាមេរិកហើយចំពោះ game Mega Man មួយចំនួន PS1 ទាំងអស់ហ្មង game ទាំងអស់ចំនួន PS1 ហ្នឹងហើយចំណងជើង game Mega Man X ហ្នឹងទាំងពេលលេងទាំងភ្លេងទាំងសាច់រឿងខ្ញុំឲ្យ8លើ10 game នេះអត់មានសាច់រឿងទេមិនមែនមានសាច់រឿងមានសាច់រឿងប៉ុន្តែអាសាច់រឿងជំនាន់ហ្នឹងគេមិនសូវផ្ដោតតាក់ទងជាមួយនឹងសាច់រឿងគេផ្ដោតតែលើ game ជាងអញ្ចឹងតាក់ទងជាមួយនឹងបន្ទុកវាពិបាកឲ្យបន្តិចហើយក៏យើងមិនអាចបន្ទោសគេបានដែរព្រោះអាហ្នឹងជំនាន់ PS1 ហើយណាមួយ game ហ្នឹងតាំងពីជំនាន់ណាជំនាន់ណីមកហើយបើជំនាន់ PS2 ឡើងមិនបាច់សួរខ្ញុំទេខ្ញុំលេងតាមដានហើយតាក់ទងជាមួយនឹង game អស់ហ្នឹងកាលទៅចំណងជើង game Mega Man X នេះគឺវាមិនមែនចប់ត្រឹមវគ្គ8ទេវាមានវគ្គតទៀតប៉ុន្តែខ្ញុំលេងតាមដានហើយដោយសារតែ game មួយជំនាន់ក្រោយគឺវាយេពេកអញ្ចឹងគឺខ្ញុំលេងតាមដានហើយតាក់ទងជាមួយនឹងពិភព game Mega Man នោះ